បាទលោកពូសរនលោកអញ្ជើញមកពីខាងខេត្តកំពង់ស្ពឺលោកពូសរនក៏ចង់ឲ្យលោកគ្រូបញ្យល់បន្តិចពីគ្រាវេទនាបាទព្រោះថាគាត់នៅមិនទាន់យល់អំពីគ្រាវេទនាគាត់ថាគ្រាវេទនាហ្នឹងគ្រាក្រោយយើងនឹងវេទនាឲ្យគាត់ថាបើព្រះយើងមកហេតុអីបានចាំបាច់ដាក់ថាជាគ្រាវេទនាលោកគ្រូបាទសូមលោកគ្រូមេត្តាជួយបញ្ជាក់បាទគ្រាវេទនាព្រះអង្គបានកត់ក្នុងគម្ពីរម៉ាថាយមានព្រឹត្តិការណ៍មុនគ្រាវេទនាមានសង្គ្រាមការកាប់ការសម្លាប់មែនទេសង្គ្រាមបន្ទុះភ្នំភ្លើងប្រទេសមួយទាន់នឹងប្រទេសមួយយើងឃើញថានេះកំពុងតែមុនគ្រាវេទនាហើយចូលគ្រាវេទនាក្នុងព្រឹត្តិការណ៍ម៉ាថាយចំពុក24មាន3ព្រឹត្តិការណ៍មុនគ្រាឆក់យកមុនគ្រាវេទនាប៉ុន្តែគ្រាវេទនាមកដល់ហ្នឹងមុនគ្រាវេទនាមានការបងរាយរាប់អញ្ចឹងសង្គ្រាមមួយហ្នឹងជាដើមចោមទេសង្គ្រាមមួយកើតសង្គ្រាមមួយបន្ទុះភ្នំភ្លើងជំងឺអសន្នរោគហ្នឹងជាដើមចោមមានដើមចោមកំពុងកើតឡើងហើយអញ្ចឹងឈានចូលដល់គ្រាវេទនាមកហើយអញ្ចឹងយើងរាល់ថ្ងៃនេះនឹងចូលក្នុងគ្រាវេទនាព្រួយដើមចោមកើតហើយគឺមានសង្គ្រាមមួយទាស់នឹងសង្គ្រាមប្រទេសមួយទាស់នឹងប្រទេសមួយបន្ទុះភ្នំភ្លើងឆ្លងឆេះព្រៃជំងឺកាយសាហាវកូវីដអសន្នរោគហើយរាតត្បាតផ្សេងកំពុងតែបណ្ដាលមានន័យថាដើមចោមបណ្ដាលមកហើយនឹងឈានចូលដល់គ្រាវេទនាហើយគ្រាវេទនាព្រះអង្គបានដើរចំណាំ7ឆ្នាំប៉ុន្តែមុននឹងគ្រាវេទនាមានព្រឹត្តិការណ៍មួយដ៏អស្ចារ្យគឺគ្រាឆក់យកគ្រាឆក់យកគឺសម្រាប់អ្នកណាដែលកូនព្រះពីឥឡូវប្រែចិត្តជឿដល់ព្រះកើតជាថ្មីមានព្រះវិញ្ញាណដឹងនោះអ្នកណាដែលមានព្រះវិញ្ញាណឆក់យកទៅឋានសួគ៌មានព្រះវិញ្ញាណគង់ជាមួយឆក់ទៅឋានសួគ៌គ្រាវេទនាមកដល់ពេលណាគ្រាឆក់យកគឺបងឆក់យកអ្នកដែលមានព្រះវិញ្ញាណទៅតែអ្នកណាដែលជឿតែមាត់ជឿតែបបោមាត់អត់កោតខ្លាចបងប្រៀបដូចជាស្ត្រី10នាក់ស្ត្រីព្រមចារី10នាក់5នាក់មានគំនិតហើយឆ្លាតចង្កៀងមានប្រេងត្រៀមប្រេងជាស្រេច5នាក់ដែលល្ងងខ្លៅអត់បានត្រៀមជឿព្រះដែរសិតតែអ្នកជឿ10នាក់តំណាងឲ្យអ្នកជឿលើផែនដីប៉ុន្តែ5នាក់ជឿដែលមានព្រះវិញ្ញាណឃើញទេមានចង្កៀងមានប្រេងមានន័យថាតំណាងឲ្យអ្នកដែលជឿដែលមានព្រះវិញ្ញាណហើយអ្នកជឿមួយប្រភេទគឺគាត់តែជឿអត់មានព្រះវិញ្ញាណទេគេសាងតែកំហុសការច្រកនៅឡើយអញ្ចឹងបងទុកឲ្យគេក្នុងគ្រាវេទនា7ឆ្នាំដើម្បីឲ្យសម្រេចចិត្តពេលហ្នឹងមានការអំណាចបង្ខិតបង្ខំឲ្យបោះបង់ចោលព្រះជាមួយគេបោះបង់ចោលអញ្ចឹងគ្រាវេទនាមកដល់អ្នកដែលមិនទាន់អ្នកដែលជឿព្រះនៅមានឱកាសលើកទី2ប៉ុន្តែវេទនាដោយសារតែគេនឹងកាប់សម្លាប់បំពាក់លេខឬក៏គម្រាមឲ្យកំហែងឲ្យសម្លាប់ក្នុងគ្រាវេទនាហ្នឹងតែអ្នកដែលជឿដោយប្រែចិត្តកើតជាថ្មីក្នុងនេះក្នុងកម្មវិធីផ្លូវជីវិតកំពុងតែផ្សាយរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រនេះបើប្រែចិត្តកើតជាថ្មីមានព្រះវិញ្ញាណនឹងនាំគ្រាវេទនាមកដល់យើងអត់ចូលក្នុងគ្រាវេទនាទេព្រះអង្គនឹងឆក់យើងទៅទាំងអស់ព្រោះយើងមានព្រះវិញ្ញាណបរិសុទ្ធនៃព្រះអញ្ចឹងក្នុងព្រឹត្តិការណ៍គម្ពីរម៉ាថាយចំពុក24មាន3ព្រឹត្តិការណ៍ដើមចោមនៃគ្រាវេទនាហើយចូលគ្រាវេទនាហើយនឹងគ្រាឆក់យកឃើញទេអញ្ចឹងយើងមើលគ្រាឆក់យកចំនួនលោកព្រះយេស៊ូវមានបន្ទូលចំនួនលោកណូអេក៏ដូចជាចំនួនលោកណូអេដែរគឺបាទម្នាក់កំពុងរៀបការប្តីប្រពន្ធស៊ីផឹកស្បាយដល់លោកណូអេចូលទូផឹកហើយទឹកក៏ជន់លិចបំផ្លាញគេទៅអញ្ចឹងគ្រានឹងចង់បរៀនយើងដែរពេលដែលព្រះអង្គជំនុំជម្រះសម័យទឹកជំនន់ព្រះអង្គគិតគូរអ្នកសុចរិតចូលក្នុងទូកហើយបានបំផ្លាញឬក៏ពន្លិចមនុស្សទុច្ចរិតអ្នកដែលមិនជឿសម័យកាលនេះក៏ដូចគ្នាដែរព្រះអង្គនឹងលើកអ្នកដែលបរិសុទ្ធដែលមានព្រះវិញ្ញាណជនទៀងមានប្រេងឬក៏អ្នកដែលកើតជាថ្មីមានព្រះវិញ្ញាណដឹកនាំជាកូនព្រះហើយដល់កំណត់គ្រាវេទនាមកដល់មានព្រះអង្គគិតគូរអ្នកសុចរិតអញ្ចឹងឥឡូវនេះព្រះអង្គកំពុងគិតគូរអ្នកសុចរិតអ្នកបរិសុទ្ធពួកកូនព្រះអញ្ចឹងតាមរយៈកម្មវិធីផ្លូវជីវិតព្រះអង្គឲ្យដាក់និមិត្តក្នុងខ្ញុំព្រះអង្គឲ្យបណ្ដាលក្នុងចិត្តខ្ញុំឲ្យបង្កើតកម្មវិធីនេះឡើងដើម្បីបំភ្លឺបងប្អូនទាំងអស់គ្នាហើយជាពិសេសអ្នកជឿបាទទាំងអ្នកជឿទាំងអ្នកអត់ជឿហើយអ្នកជឿសូមឲ្យពេញចង្កៀងមានប្រេងអ្នកជឿសូមកើតជាថ្មីហើយមានព្រះវិញ្ញាណដឹកនាំអ្នកជឿមានច្បាប់បញ្ញត្តិរបស់ព្រះបាទដើរក្នុងច្បាប់បញ្ញត្តិហើយមានព្រះវិញ្ញាណដឹកនាំដើម្បីអីដើម្បីកុំឲ្យចូលក្នុងគ្រាវេទនាហ្នឹងបើអញ្ចឹងទេជឿអត់មានព្រះវិញ្ញាណទេគ្រាន់តែជឿអញ្ចឹងអត់បានឆក់យកទេអ្នកដែលឆក់យកគឺជាអ្នកដែលមានព្រះវិញ្ញាណដឹកនាំដែលមានព្រះវិញ្ញាណដើរចំណាំហើយគ្រាវេទនាមកដល់ហើយគ្រាឆក់យកនឹងមុនគ្រាវេទនាមានន័យថាគ្រាវេទនាចូលមកដល់ចំណុច0ពេលណាគ្រាឆក់យកនៅចំណុច0ពេលហ្នឹងគឺមួយទៅលើមួយដែលជឿអត់ចំគៀងអត់ប្រេងឬក៏អ្នកជឿដែលអត់មានព្រះវិញ្ញាណដឹងនោះគឺនៅក្នុងគ្រាវេទនា7ឆ្នាំប៉ុន្តែគ្រាវេទនា7ឆ្នាំគឺជាឱកាសនៃអ្នកដែលមិនបានទៅឆក់យកនឹងដែរគឺពេលហ្នឹងគឺសម្រាប់ថារក្សាជំនឿដដែលឲ្យគេកាប់មិនកាប់ទៅសម្រាប់ទៅតែកុំបដិសេធព្រះយេស៊ូវ
បើយើងស្លាប់ដោយកាត់កមែនកាត់ក្បាលមែនដាច់ជើងបាញ់សម្លាប់ប្រហារមែនបោះបង់ចោលព្រះយើងមិនបោះបង់មែនស្លាប់ដោយព្រោះការរក្សាជំនឿជឿដល់ព្រះយើងបាទព្រះអង្គនឹងរក្សាយើងទុកនៅឋានបរមសុខពេលដែលព្រះគ្រីស្ទយាងមកលើកទី2ក្រោយផុតគ្រាវេទនាអ្នកដែលឆក់យោទៅនឹងយាងមកមួយព្រះអង្គហើយព្រះអង្គនឹងរក្សាទុកអ្នកដែលរក្សាសន្តានជឿដល់ព្រះអង្គនៅក្នុងគ្រាវេទនាអញ្ចឹងអ្នកក្នុងគ្រាវេទនាក៏មានឱកាសដែរមានឱកាសដែរតែឱកាសគេគឺរងចាំបាទរងចាំព្រះអង្គយាងមកលើកទី2បើសិនក្នុងគ្រាវេទនាគេនៅតែរក្សាជំនឿដដែលបាទមេរៀននេះវែងហើយឆ្ងាយសង្ឃឹមថាខ្ញុំផ្ដល់ចម្លើយឲ្យប៉ុណ្ណេះហើយបើចង់ដឹងជាក់ច្បាស់យើងនឹងតាមដានមេរៀនបន្តទៀត